មស្រីទូសំសុនអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំបានពង្រឹងនិងប្រគល់ភារកិច្ចបន្ថែមដល់កងកម្លាំងប្រចាំការបង្ក្រាបបទល្មើសនេសាទនៅក្នុងតំបន់បឹងទន្លេសាបនៅក្នុងឱកាសចុះសាកសួរសុខទុក្ខដល់កងកម្លាំងនៃបញ្ជាការឋានតំបន់ប្រតិបត្តិការសង្គ្រោះកំពង់ធំនិងកម្លាំងចម្រុះដែលកំពុងតែបំពេញភារកិច្ចការពារធនធានធម្មជាតិរួមទាំងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ស្ថិតនៅក្នុងភូមិសាស្ត្រឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយនិងឃុំពាំបាងស្រុកស្ទោងខេត្តកំពង់ធំពិធីនេះត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី15ខែឧសភាឆ្នាំ2025ឧត្តមស្រីទូសំសុនមេបញ្ជាការតំបន់ប្រតិបត្តិការសង្គ្រោះកំពង់ធំក្រៅពីសំណេះសំណាលក៏បានកោតសរសើរដល់កងកម្លាំងនៃបញ្ជាការឋានតំបន់ប្រតិបត្តិការសង្គ្រោះកំពង់ធំទាំងពីរគោលដៅដែលបានសហការគ្នាល្អជាមួយនឹងកម្លាំងចម្រុះព្រមទាំងអាជ្ញាធរដែនដីខិតខំប្រឹងប្រែងការពារធនធានធម្មជាតិជូនជាតិនិងប្រមុខរាជរដ្ឋាភិបាលរួមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយុទ្ធពលខេមរៈភូមិន្ទព្រមទាំងឯកឧត្តមអភិបាលខេត្តកំពង់ធំដែលបានប្រគល់ជូនផងដែរលោករយៈស្រីឯកពូឆេងកនមេបញ្ជាការរងនិងជាមេបញ្ជាការកងកម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសនេសាទប្រចាំការនៅទិសភូមិសាស្ត្រគោលដៅទាំងពីរបានបញ្ជាក់ថាបទល្មើសនេសាទដែលប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ត្រូវបានថយចុះគួរឲ្យកត់សម្គាល់ដូចជារបាំងសាច់អួនរបាំងស្បៃមុងត្រូវបានកងកម្លាំងអន្តរាគមន៍នៃបញ្ជាការឋានតំបន់ប្រតិបត្តិការសង្គ្រោះកំពង់ធំនិងកម្លាំងចម្រុះបង្ក្រាបនិងបំផ្លាញចោលនៅនឹងកន្លែងក្នុងនោះក៏មានបទល្មើសខ្លះនៅតែបន្តកើតឡើងដោយសារក្រុមប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់លបលួចដាក់នៅពេលយប់តែទោះជាមានហេតុការណ៍ខាងលើនេះក៏ដោយក៏កងកម្លាំងចម្រុះចោះបង្ក្រាបដោយព្រៀងរលឹមផងដែរក្រុមស្រីទូសំសុនបានណែនាំឲ្យត្រួតពិនិត្យឡើងវិញនិងមានវិធានការបង្ក្រាបការដាក់របាំងស្បៃអួនខុសច្បាប់ជាពិសេសសកម្មភាពលួចថក់គ្រប់រូបភាពដាច់ខាតត្រូវការពារឲ្យបានតំបន់លោអភិរក្សពូជត្រីដើម្បីឲ្យផលត្រីសម្បូរឡើងវិញនៅក្នុងរដូវវស្សាខាងមុខនេះតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលដែលបានប្រកល់ជូនតាមរយៈឯកឧត្តមនាយឧត្តមស្រីម៉ៅសុផាន់អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទមេបញ្ជាការកងទ័ពជើងគោកនិងឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងតំបន់ភូមិសាស្ត្របឹងទន្លេសាបក្នុងឱកាសនេះផងដែរក៏បានលើកយកអំណោយរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីតាមរយៈឯកឧត្តមឧបនាយករដ្ឋមន្ត្រីវង្សវិសុទ្ធរួមមានត្រីសាំងចំនួន700លីត្រនិងគ្រឿងឧបភោគបរិភោគមួយចំនួនបានឧបត្ថម្ភជូនដល់កងកម្លាំងទាំងពីរគោលដៅសម្រាប់បន្តសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំខ្ញុំវឌ្ឍថាធ្វើសេចក្តីរាយការណ៍